ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី6 ខែមករាឆ្នាំ2026នៅស្នាក់ការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាឯកឧត្តមវត្តចម្រើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាមានប្រសាសន៍ថាទោះជាជួបបញ្ហាសង្គ្រាមក្តីក៏ចំនួនអ្នកចូលរួមក្នុងទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី9ឆ្នាំ2026Nine Ultra Trail Angkor 2026 ពុំមានការថយចុះឡើយគិតត្រឹមថ្ងៃទី6ខែមករាអ្នកចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍នេះមានចំនួន1229នាក់ហើយក្នុងនោះអ្នករត់ជនជាតិខ្មែរច្រើនជាងគេគឺចំនួន500នាក់បន្ទាប់មកជនជាតិបារាំង400នាក់លំដាប់ទី3គឺជនជាតិវៀតណាមឯកឧត្តមវត្តចម្រើនបញ្ជាក់ថាចំនួនអ្នកចូលរួមនេះនឹងមានការកើនឡើងបន្ថែមទៀតព្រោះការចុះឈ្មោះនៅមានរយៈពេលច្រើនថ្ងៃទៀតតាមការរំពឹងទុករហូតដល់ថ្ងៃបិទបញ្ចប់ការចុះឈ្មោះនឹងមានអ្នកចូលរួមប្រមាណ1500នាក់បើប្រៀបធៀបនឹងឆ្នាំកន្លងទៅគឺស្ទើរតែប្រហាក់ប្រហែលគ្នាព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra Trail អង្គរលើកទី9នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី24ខែមករាឆ្នាំ2026នៅចំកណ្ដាលប្រាសាទអង្គររៀបចំដោយគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជា NOCC សហការពីក្រុមហ៊ុនទេសចរអន្តរជាតិ Phoenix Voyage ដែលមានលោក Edward George ជាប្រធានក្រុមហ៊ុនលោក Jean-Claude Le Connect ប្រធានប្រតិបត្តិការនិងអ្នកចាត់ការទូទៅលោក Lee DJ Ludovic ក្រុមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរាផងដែរឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានបន្តថាការរៀបចំព្រឹត្តិការណ៍ Ultra Trail អង្គរធ្វើឡើងក្នុងគោលបំណងជំរុញនិងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សព្វផ្សាយនិងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌជំរុញការផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរនិងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra Trail អង្គរលើកទី9ជាព្រឹត្តិការណ៍រត់ប្រណាំងមួយដែលផ្សារភ្ជាប់ជាមួយធម្មជាតិព្រោះមិនមែនរត់នៅតាមផ្លូវកៅស៊ូស្អាតនោះទេពលអ្នករត់ត្រូវរត់ឆ្លងកាត់ភូមិវាលស្រែព្រៃឈើប្រាសាទបុរាណនានានិងជួបផ្លូវដែលលំបាកជាច្រើនក្នុងអំឡុងពេលប្រកួតដោយមានវិញ្ញាសាចំនួន8រួមមាន100គីឡូម៉ែត្រ64គីឡូម៉ែត្រ42គីឡូម៉ែត្រ32គីឡូម៉ែត្រ18គីឡូម៉ែត្រមាន3ប្រភេទនិង8គីឡូម៉ែត្រសម្រាប់អ្នកចង់ចុះឈ្មោះចូលរួមអាចទំនាក់ទំនងទៅកាន់អ្នករៀបចំកម្មវិធីតាមអាសយដ្ឋាន sdpo@sdpo.com ឬ www.ultratrailangkor.com